គ្រោះថ្នាក់នៅក្នុងព្រៃអាបគឺមានសត្វកាយសាជាច្រើនព្រមទាំងមានអ្នកដាំដុះអមតៈក៏បានវាយប្រហារភ្លាមៗផងដែរប៉ុន្តែដើម្បីការអភិវឌ្ឍនិងការរីកចម្រើនមនុស្សផែនដីគឺគ្មានជំរើសនោះទេប៉ុន្តែពួកគេត្រូវតែប្រឆាំងនឹងឆន្ទៈនៃឋានសួគ៌បន្ទាប់ពីភាពមុននារីម្នាក់នោះក៏បានប្រើចំណេញដល់របស់នាងវាយប្រហារកម្មបុរាណកញ្ញាតាំងធានដោយខេបែបនេះនឹងក៏បានប្រើកំភ្លើងស្នេហ៍របស់នាងបាញ់ទៅទប់ទល់នឹងការវាយប្រហារមួយនោះប៉ុន្តែវាគ្មានប្រយោជន៍ទាល់តែសោះហើយអពេលឆ្នាំវ័យមកក៏បានប្រើជំនាញជួររបស់គេដើម្បីការពារបុរាណប៉ុន្តែវានៅតែមិនអាចទប់ទល់នឹងការវាយប្រហារមួយនោះដដែលតែវាក៏មិនបានធ្វើឲ្យបុរាណមានរបួសផងដែរហើយគេក៏អរគុណទៅកាន់អពេលឆ្នាំវ័យមកទៅចំណែកនារីម្នាក់នោះក៏បាននិយាយទៅកាន់បុរាណថាអ្នកពិតជាកិច្ចខ្លួនលឿនមែនខ្ញុំចាំមើលថាអ្នកអាចកិច្ចខ្លួនដល់ពេលណាទៀតចំណែកបុរាណក៏បាននិយាយទៅកាន់នាងថាហើយអ្វីបានជានាងសម្លឹងមកគេបែបនេះយ៉ាងម៉េចតើនាងមានចិត្តលើខ្ញុំមែនទេហើយអូនសតទិញតុយក៏បាននិយាយថាគេចូលចិត្តលេងសើចនៅក្នុងកលាទេសៈបែបនេះខ្លាំងណាស់ចំណែកនារីម្នាក់នោះក្រោយពេលដែលបុរាណនិយាយដូចបែបនេះហើយនាងក៏បានស្ទុះមកពីក្រោយគេរួចហើយក៏បានកាប់ដៃគេឡើងលើហើយក៏ជូនគេម្ដាយធ្វើឲ្យគេខ្ជាងជិត70ម៉ែត្ររួចហើយនាងរៀមនឹងទៅសម្លាប់បុរាណហើយអាពេលលីងធាននិងប្រុសសាលឿងក៏បានចេញមកជួយគេទាន់ហើយកញ្ញាថាំងធានក៏បានបាញ់កំភ្លើងស្នេហ៍មួយគ្រាប់ទៅកាន់នាងប៉ុន្តែនាងក៏បានយកដាវរបស់នាងកាប់គ្រាប់កំភ្លើងនោះចេញហើយអូនសតទិញតុយក៏បានហោះមកកាប់នាងប៉ុន្តែនាងក៏បានបញ្ជាដាវរបស់នាងហត់ទៅបុកអូនសតទិញតុយធ្វើឲ្យនាងខ្ទាតជាង70ម៉ែត្រដែរបន្ទាប់មកនាងក៏បានប្រើចំហាយដាវរបស់នាងកាប់ទៅកាន់ពួកគេធ្វើឲ្យពួកគេខ្ទាតទាំងអស់ផងដែរហើយវូរ៉ាំងក៏បានមកប្រាប់អូនសតទិញតុយថាទីនេះមានគ្រោះថ្នាក់ណាស់ឲ្យនាងរកកន្លែងមានសុវត្ថិភាពទៅរួចហើយគេក៏រត់ទៅប្រយុទ្ធម្ដងទៀតប៉ុន្តែក៏បានខ្ទាតមកក្រោយវិញចំណែកនារីម្នាក់នោះក៏បានធ្វើការប្រយុទ្ធមួយពីរជាមួយអាពេលលីងធាននិងប្រុសសក់លឿងដោយការប្រយុទ្ធជាមួយនឹងអ្នកខ្លាំងនិងអ្នកមិនសូវខ្លាំងធ្វើឲ្យអ្នកមិនសូវខ្លាំងមានការលំបាកបន្តិចហើយដោយនារីម្នាក់នោះក៏បានកាប់ឲ្យប្រុសសក់លឿងខ្ទាតរួចហើយអាពេលលីងធានក៏បានប្រើក្បាច់លំពេងចាក់ទៅកាន់នាងប៉ុន្តែនាងក៏បានកិច្ចផុតទាំងអស់ហើយនាងក៏បានចាត់កាន់អាពេលលីងធានប៉ុន្តែបានចាត់ត្រឹមតែស្រមោលតែប៉ុណ្ណោះអាពេលលីងធានក៏បានហោះមកពីក្រោយនាងរួចហើយក៏ចាក់នាងប៉ុន្តែនាងក៏បានបែរមកក្រោយរួចហើយក៏យកដៃចាប់លំពេងគេរួចហើយនាងក៏បានកាប់ទៅកាន់គេប៉ុន្តែគេក៏អាឡាថយក្រោយរួចហើយក៏បានប្រើស្គីលំពេងរបស់គេចាក់ទៅកាន់នាងវិញធ្វើឲ្យអ្នកទាំងពីរខ្ទាតទៅម្ខាងម្នាក់ស្របពេលនោះនាងក៏បានដាក់ត្រាមួយទៅលើដីផងដែរបន្ទាប់មកអាពេលលីងធានក៏បានស្ទុះចូលទៅវាយនាងម្ដងទៀតប៉ុន្តែក៏បានជាប់ត្រារបស់នាងទៅហើយត្រានោះក៏បានបញ្ចេញវ៉ាវរំពាល់ខ្លួនគេធ្វើឲ្យលំពេងរបស់គេរៀមនឹងទៅដល់មុខនាងប៉ុន្តែត្រូវបានបញ្ឈប់ហើយលំពេងក៏បានធ្លាក់ពីដីគេនារីម្នាក់នោះក៏បានរើលំពេងគេឡើងរួចហើយរៀមនឹងចាក់គេប៉ុន្តែអាពេលឆាន់វេមកក៏បានបញ្ចេញ skill ជួររបស់គេទៅកាន់អាពេលលីងធានដើម្បីការពារប៉ុន្តែ skill ជួងមួយនោះមិនអាចការពារគេបានទេនាងក៏បានបំបីវាចេញបន្ទាប់ពីនារីម្នាក់នោះរៀមនឹងចាក់ទៅកាន់អាពេលលីងធានម្ដងទៀតហើយស្រាប់តែពេលនោះបុរាណក៏បានធាននាងមួយជើងធ្វើឲ្យនាងខ្ទាតចូលកលៀតប្រៃបានបន្ទាប់ពីនារីម្នាក់នោះបានខ្ទាតចូលគុំប្រៃបាត់ទៅបុរាណនិងអាពេលឆាត់វៃមកក៏បានយកប្រអប់ព្យាបាលយកមកព្យាបាលអាពេលលីងធានហើយក៏បានសួរទៅកាន់អាពេលលីងធានថាតើគេមិនអីទេហើយគេក៏តបវិញថាគេមិនអីទេហើយកញ្ញាតាំងទាំងក៏ប្រាប់ពួកគេថាគ្រាន់តែធៀមលឹកសៀវមិនធ្វើឲ្យនាងកាត់អីទេដូច្នេះពួកគេប្រយ័ត្នផងចំណែកពេលនេះទាំងក៏បានអរគុណវូរ៉ានដែលគេបានជួយសង្គ្រោះហើយវូរ៉ានក៏តបទៅកាន់គេថាមិនបាច់អរគុណទេពួកយើងសិននៅក្រុមជាមួយគ្នាត្រូវតែចេះជួយគ្នាបន្ទាប់ពីពេលឆាន់វៃមកព្យាបាលពេលលីងធានរួចហើយគេក៏ព្យាយាមក្រោបប៉ុន្តែក្រោបមករួចវូរ៉ានក៏បានហុចណៃដើម្បីឲ្យពេលលីងធានក្រោបឈើរួចហើយវូរ៉ានក៏ប្រាប់ឲ្យពេលលីងធានសម្រាប់ព្យាបាលរបួសទៅចំណែកវូរ៉ានក៏ព្យាយាមកំចាត់អ្នកដាំដើមអមតៈក្នុងការប្រយុទ្ធមួយនេះហើយគេក៏រត់ទៅរកកញ្ញាធានទៅពេលនោះនារីដែលជាអ្នកដាំដើមអមតៈក៏បានហត់ចេញពីគុំព្រៃមកវិញនេះក៏បានមកឈរនៅចំពោះមកក្រុមកញ្ញាខាងធានកលាទេសៈដែល1ទល់នឹង6ពេលនោះក្រុមកញ្ញាខាងធានក៏ចាប់តាមបាកាវាផាដោយអូនសតទិញតុយនិងប្រូសក់លឿងក៏បានបើកឆាមុនគេដោយអ្នកទាំងពីរក៏បានហត់ទៅប្រយុទ្ធជាមួយនឹងនារីម្នាក់នោះហើយពេលឆលវៃមកក៏ហត់ដាក់នាងម្ដាយតែនាងខ្ទាតថយក្រោយហើយកញ្ញាខាងធានក៏បានបាញ់ក្រកំភ្លើងរបស់នាងទៅកាន់នារីម្នាក់នោះដែរប៉ុន្តែនាងការពីជាប់បន្តមកអូនសតទិញតុយនិងប្រូសក់លឿងក៏បានរួមគ្នាហក់កាប់នាងប៉ុន្តែនាងក៏បានរងចាប់ដែរហើយពេលឆាន់វៃមកក៏បានហោះមកពីក្រោយនាងរួចហើយរៀមនឹងដាក់នាងប៉ុន្តែនាងក៏បានផ្លាស់ទីចេញរួចបន្តមកនាងក៏បានរត់ទៅពីទីនោះទៅហើយវូរ៉ានគេក៏កំណំនៅសកលលោកឲ្យចេញមកដើម្បីមកវល់យក skill ពេលនោះគេក៏បានចាប់បាន skill មួយគឺជាជំនាញដែលមកកាត់ល្បឿនដល់គេហើយវូរ៉ានក៏ចាប់ផ្ដើមប្រើ skill នោះរួចហើយក៏ដេញតាមនារីម្នាក់នោះដោយល្បឿនដ៏លឿនរបស់គេពេលនារីម្នាក់នោះប្រាចំណេញដល់របស់នាងវាប្រហារទៅកាន់វូរ៉ានគេក៏បានកិច្ចផុតទាំងអស់ហើយគេក៏ឌឺទៅកាន់នារីម្នាក់នោះថានាងយឺតណាស់ចំណែកសមាជិកក្រុមរបស់គេក៏សរសើរថាគេលឿនដែរបន្តមកវូរ៉ានក៏ស្ទុំទៅកាន់នាងមួយកំបាត់ធ្វើឲ្យនាងហោះថយក្រោយដល់ធ្វើឲ្យនាងស្គាល់ថាហេតុអ្វីបានជាគេខ្លាំងម្ល៉េះតើធម្មពលរបស់គេបានមកពីណាម្សិលមិញការឥឡូវបែរជាខ្លាំងបែបនេះហើយវូរ៉ានក៏បាននិយាយឌឺទៅកាន់នាងទៀតប៉ុន្តែនាងក៏បានខានគេហើយក៏ស្ទុះទៅវាយគេបន្តទៀតហើយនាងប្រាចំណេញដល់របស់នាងហោះទៅកាន់វូរ៉ានប៉ុន្តែគេនៅតែកិច្ចផុតហើយក៏និយាយឌឺទៅកាន់
នាងបន្តទៀតបណ្ដាលឲ្យនាងកាន់តែមានកំហឹងរួចហើយនាងក៏បានយកដាក់របស់នាងចាត់ទៅដីធ្វើឲ្យនាងផ្សាយភ័យជោគប៉ុន្តែវូរ៉ានក៏បានកិច្ចពីទីនោះរួចហើយនាងមានតែចម្ងល់ថាអាចទៅរួចដល់របៀបណាហើយវូរ៉ានក៏និយាយទៅកាន់នារីម្នាក់នោះទៀតដោយវូរ៉ាននិយាយទៅកាន់នាងហ្វេធ្វើឲ្យនាងបញ្ចេញ skill ដ៏ធំរបស់នាងបើការវាប្រហារទៅកាន់វូរ៉ានដែលការវាយប្រហារនេះខ្លាំងគួរសមធ្វើឲ្យវូរ៉ានរត់កិច្ចចង់ចំពោះប៉ុន្តែវាមិនជាបញ្ហាដែលគេរំបណ្ដាលនឹងឌឺនាងបណ្ដាលបន្តទៀតពេលនោះវូរ៉ានក៏ឆ្លៀតតដុំថ្មឲ្យត្រូវនាងផងដែររួចហើយក៏ឆ្លៀតឌឺនាងបន្តទៀតបណ្ដាលឲ្យនាងពេលនេះកាន់តែឆេះដុំឡើងទៅរួចហើយនាងក៏ប្រើស្គីលរបស់នាងបើការវាប្រហារទៅកាន់វូរ៉ានបណ្ដាលឲ្យនាងផ្សាយហុចចុះធ្វើឲ្យមើលមិនឃើញអ្វីទាំងអស់ពេលនោះនារីដែលជាអ្នកនាំតាមតាក៏បានវិភាគនៅការកិច្ចខ្លួនរបស់វូរ៉ាននាងក៏បានកើតរឿងមួយបើខ្ញុំនៅតែប្រយោគខ្ញុំមិនមែនជាដៃគូទេប្រសិនបើជាដកថយគឺវាប្រសើរជាងពេលគិតចាប់អ្នកក៏ដាក់មេប្រូចទៅចំណែកកញ្ញាទាំងជាដែរមិនចង់ឲ្យអ្នករត់កិច្ចរួតអ្នកក៏បានប្រើកំភ្លើស្នេហ៍របស់នាងមិនតែកាន់នារីម្នាក់នោះប៉ុន្តែអ្នកក៏បានកិច្ចថតរហូតចំណែកវូរ៉ានវិញពេលដែលឃើញនាងរត់កិច្ចបែបនេះគេក៏និយាយថាចោលរតនាសះសាញរួចហើយគេក៏ផ្លាស់ទីនៅចំពីមុខនាងរួចហើយគេក៏វាយប្រហារទល់មុខជាមួយនារីម្នាក់នោះទៅបណ្ដាលឲ្យធ្លាក់កញ្ចក់ស្ពាន់មួយនឹងដើរឈើទូចមួយចេញពីខ្លួននាងបន្ទាប់មកនារីដែលជាអ្នកនាំតាមតាម្នាក់នោះក៏បានចាកចេញពីទីនោះផុតទៅចំណែកវូរ៉ានគេក៏ដូចជារៀងត្រូវរបួសបន្តិចដែរចំណែកអ្នកផ្សេងទៀតក៏បានបារម្ភពីគេចំណែកកញ្ញាទាំងសៀងក៏បានសួរទៅកាន់វូរ៉ានថាតើអ្នកម្នាក់ទេហើយវូរ៉ានក៏បាននិយាយថាគួរឲ្យស្ដាយណាស់ដែលធ្វើឲ្យនាងរត់រួចចំណែកអនសទីងតុយក៏បានឃើញរបស់ដែលជ្រុលចេញពីខ្លួននារីម្នាក់នោះហើយនាងក៏បានទៅយករបស់នោះមកហើយអនសទីងតុយក៏បាននិយាយថាវត្ថុនេះអាចផ្លាស់ប្ដូរជាមួយឧបករណ៍នៅវិទ្យាសាស្ត្រស្រាវជ្រាវវិទ្យាសាស្ត្របានពេលដែលវូរ៉ានឃើញបន្តង់រូបដៃឈើមួយនេះគេក៏ដឹងថាវាជារបស់បងស្រីគេហើយគេក៏បាននិយាយពីនារីដែលជាអ្នកនាំតាមម្នាក់នោះប្រកាសជាដឹងកន្លែងលាក់ខ្លួនរបស់បងស្រីគេក្រោយពេលដែលពួកគេបានចាប់យកនាងទៅចំណែកពេលនេះទាំងក៏ឆ្ងល់ថាតើវូរ៉ានមានបងស្រីមែនទេហើយប្រុសលឿងក៏បានប្រាប់ឈ្មោះនាងទៅកាន់គេថានេះឈ្មោះវូឈីងនាងត្រូវបានចាប់ខ្លួនដោយអ្នកនាំតាមតានៅពេលដែលវូរ៉ាននៅក្មេងហើយប្រុសលឿងក៏ព្យាយាមរៀបរាប់ពីប្រវត្តិរបស់វូរ៉ានទៅកាន់អបេចិនវៃម៉ូនិងអបេលីងធីនជារឿយៗចំណែកអសានេះតើក៏បាននិយាយទៅកាន់កញ្ញាខាងធាននិងវូរ៉ានថាយើងត្រូវតែចាប់មនុស្សស្រីដែលជាអ្នកនាំតាមតាម្នាក់នោះដើម្បីមកសួរចម្លើយថាវូឈីងឯណាហើយវូរ៉ានក៏បាននិយាយតាមសេចក្តីកាត់ទុកថាប្រៃអាប់នេះគឺធំណាស់តែយើងអាចរងញ៉ាំងដោយរបៀបណាហើយវូរ៉ានក៏និយាយទៅកាន់អ្នកទាំងពីរទាំងកាត់ទុកហើយកញ្ញាខាងធានក៏បានមកលងវូរ៉ានដោយនិយាយថាអ្នកត្រូវតែប្រឈមមុខនឹងប្រយុទ្ធជាមួយអ្នកដាំដុះអមតៈទាំងនោះកុំបោះបង់ក្តីសង្ឃឹមរបស់អ្នកឯសោះរួចហើយអ្នកត្រូវតែព្យាយាមស្វែងរកពន្ធស្រីរបស់អ្នកទោះបីជានាងនៅចុងនៃផែនដីក៏ដោយដោយពាក្យសម្ដីទាំងអស់នេះបានផ្ដល់ក្តីសង្ឃឹមឲ្យវូរ៉ានតស៊ូព្យាយាមទៅទៀតចំណែកអូសាទីងតៃក៏បាននិយាយលើកទៀតវូរ៉ានផងដែរព្រមទាំងប្រូសក់លឿងអប៉េលីងធានក៏បាននិយាយថាគេនឹងព្យាយាមជួយចាំនារីដែលជាអ្នកនាំតាមម្នាក់នោះដើម្បីសួរពីទីតាំងលាក់ខ្លួនរបស់ពន្ធស្រីរបស់វូរ៉ានហើយអប៉េចិនវៃម៉ូក៏បាននិយាយដែរថាគេនឹងធ្វើជាអ្នកការពារពួកគេចំណែកកញ្ញាខាងធានក៏ប្រាប់ឲ្យពួកគេចាកចេញពីទីនេះសិនទៅដោយឲ្យពួកគេឡើងទៅលើយានហើយប្រាប់ពួកគេថាចាំកើតរឿងនេះនៅពេលក្រោយហើយខ្សែរឿងរបស់យើងក៏សុំស្លេះតែត្រឹមនេះចាំជួបគ្នានៅវីដេអូក្រោយ